អូខេជំរាបសួរមិត្តភ័ក្តិដែលនៅក្នុង Facebook ឬក៏នៅក្នុង Instagram អីណាហើយបាត់មុខខ្ញុំរយៈនេះដោយសារអីខ្ញុំមិនមែនទៅប្លុកបងប្អូនឬក៏មិនទេប៉ុន្តែគាត់ថា account Facebook របស់ខ្ញុំដែលប្រើរយៈពេលរាប់សិបឆ្នាំ16 17ឆ្នាំហើយមានសកម្មភាពយ៉ាងច្រើនមានទាំង page ច្រើនទៀតប៉ុន្តែ brand របស់ខ្ញុំនៅក្នុង Facebook នោះគឺមានតែ99នាក់ទេអ្វីដែលសំខាន់គឺគ្រួសារខ្ញុំហើយនិងមិត្តភ័ក្តិខ្ញុំផ្សេងៗទៀតដែលនៅក្នុងហ្នឹងគឺ account ខ្ញុំបានត្រូវ suspend ហើយតាំងពីថ្ងៃទី26ខែមុនហ្នឹងណាហើយឥឡូវហ្នឹងក៏វាបាន disable ដែរជាក់ស្ដែងគឺខ្ញុំមិនដឹងថាវាមូលហេតុអីទេបានវាធ្វើអញ្ចឹងប៉ុន្តែអ្វីដែលសំខាន់គឺតាមពិតខ្ញុំមកចូលចិត្ត Facebook Instagram តាំងពីដើមមកចឹងហើយបានខ្ញុំបង្កើត social របស់ខ្ញុំផ្ទាល់ណាគឺឈ្មោះ Blue Maya រស្មី Chabi ឬក៏ Perfect ហ្នឹងគឺជា social network ខ្ញុំហ្នឹងណាហើយឥឡូវហ្នឹងក៏ខ្ញុំប្រើ social network របស់ខ្ញុំដែរហើយមួយទៀតអ្វីដែលសំខាន់នៅក្នុងនោះគឺជា page ផ្ទាល់ខ្លួនរបស់ខ្ញុំច្រើនទាំង page សម្រាប់អាជីវកម្មទាំង page ផ្ទាល់ខ្លួនហើយនឹង developer account និង business account សម្បី app ដែលខ្ញុំ connect ជាមួយនឹង Facebook ក៏វាទៅទាំងអស់ដែរហើយ page ដែលខ្ញុំមានអ្នក follower រាប់ម៉ឺននាក់ក៏វាទៅទាំងអស់ដែរអញ្ចឹងគឺ it's over វាអស់ហើយឥឡូវនេះគឺអត់មានអីនិយាយទៀតទេគឺមានអីមានតែប្រើសុទ្ធតែខ្លួនឯងហើយនឹងសុទ្ធផ្សេងទៀតដូចជា YouTube នៅដដែលទេថាសារឥឡូវនេះខ្ញុំនៅប្រើ YouTube ហើយ LinkedIn ខ្ញុំមាននិយាយថាមានតែប៉ុណ្្នឹងទេអត់មានអីទេមាន WhatsApp Telegram LinkedIn YouTube that's all ហើយ Facebook តែប៉ុណ្ណឹងតែ Facebook Instagram ទៅគឺទៅអូខេ that's all អត់ចង់និយាយច្រើនទេដោយសារយើងអត់មានអីទៅនិយាយចឹងហើយខ្ញុំក៏អត់មានគោលបំណងថាត្រូវបង្កើត account ថ្មីអីដែរគឺចប់តែប៉ុណ្្នឹងឯងវ៉ាំងតែប៉ុណ្្នឹងឯងហ្នឹងអូខេហើយមានអីគឺឥឡូវនេះគឺតាក់ទងជាមួយនឹងគ្រួសារអីមានតែប្រើ app ខ្លួនឯងទេហ្នឹងហើយអូខេបាយតាមពិតខ្ញុំអត់បានទៅ blog ទៅអីបងប្អូនទេប៉ុន្តែគាត់ថាសំខាន់គឺ Facebook វា disable ហើយ suspend account ខ្ញុំហើយអញ្ចឹងមិនថា account ហ្នឹងខ្ញុំប្រើរាប់សិបឆ្នាំយ៉ាងណាក៏ដោយក៏វាទៅអញ្ចឹងកុំពឹងលើ Facebook ខ្លាំងពេកណា Instagram ក៏ដោយកុំពឹងខ្លាំងពេកហើយខ្ញុំអត់ដឹងថាមូលហេតុអីបានវាទៅ suspend ចឹងដែរអត់ប្រាប់មូលហេតុអីទាំងអស់គឺវាទៅតែម្ដងហ្នឹងហើយអូខេបាយ